ជាការពិតណាស់ការរស់នៅរបស់មនុស្សចាស់ដើម្បីឲ្យមានសុខភាពល្អត្រូវការយានយោបល់ពីច្រើនផ្នែករួមគ្នាខាងក្រោមនេះជាការណែនាំជាក់ស្ដែង 1. ផ្នែកអាហារូបត្ថម្ភផ្សាយភាអាហារបរិភោគអាហារឲ្យបានច្រើនមុខមានពណ៌សម្បុត្រដើម្បីបានសារធាតុចិញ្ចឹមគ្រប់គ្រាន់បន្ថែមប្រូតេអ៊ីនបរិភោគប្រូតេអ៊ីនគ្រប់គ្រាន់ដូចជាត្រីសាច់ដែលមិនស្អាតសុទ្ធនិងទឹកដោះគោដើម្បីជួយបង្ការការបាត់បង់សាច់ដុំកាល់ស្យូមនិងវីតាមីនដែលត្រូវបរិភោគអាហារដែលមានកាល់ស្យូមខ្ពស់ដូចជាទឹកដោះគោត្រីតូចដែលញ៉ាំឆ្អឹងបាននិងទទួលពន្លឺថ្ងៃពេលព្រឹកដើម្បីពង្រឹងឆ្អឹងផឹកទឹកឲ្យបានគ្រប់គ្រាន់ទោះបីជាមិនសូវស្រេកក៏ដោយក៏ត្រូវផឹកទឹកបន្តិចម្ដងពេញមួយថ្ងៃដើម្បីការពារការខូចខាតថ្លើមកាត់បន្ថយអាហារបង្កគ្រោះថ្នាក់កាត់បន្ថយអាហារមានជាតិអំបិលខ្លាញ់និងស្ករដើម្បីបង្ការជំងឺលើសឈាមស្លាបព្រាឆ្អឹងនិងទឹកនោមផ្អែម 2. ផ្នែកសកម្មភាពរាងកាយធ្វើលំហាត់ប្រាណប្រចាំថ្ងៃដើររត់ក្រាស់ឬហាត់យោគសម្រាប់អ្នកចាស់យ៉ាងហោចណាស់30នាទីក្នុងមួយថ្ងៃវាជួយពង្រឹងសាច់ដុំបង្កើនចរន្តឈាមនិងកាត់បន្ថយភាពចុះខ្សោយលំហាត់កម្លាំងប្រើទម្ងន់តូចដូចជាតង់ស្យុងឬការធ្វើចលនាបង្កើនកម្លាំងដើម្បីបង្ការការរលាកក្អួយរក្សាស្មារតីកម្មធ្វើលំហាត់ដែលជួយលំនឹងរាងកាយដូចជាការឈរលើជើងតែមួយដើម្បីកាត់បន្ថយហានិភ័យនៃការដួល 3. ផ្នែកសុខភាពផ្លូវចិត្តរក្សាទំនាក់ទំនងសង្គមចូលរួមក្នុងសកម្មភាពសហគមន៍ជួបជាមួយមិត្តភ័ក្តិឬក្រុមគ្រួសារដើម្បីការពារភាពឯកានិងអារម្មណ៍សោកស្ដាយធ្វើសកម្មភាពដែលចូលចិត្តរកមុខរបរបន្តិចបន្តួចធ្វើដូចជាអានសៀវភៅលេងចរន្តរូបថតឬចម្រុះដំណាំដើម្បីឲ្យខួរក្បាលមានសកម្មភាពគ្រប់គ្រងភាពភ័យតានតឹងរៀនធ្វើសមាធិដកដង្ហើមវែងឬស្ដាប់តន្ត្រីស្ងប់ស្ងាត់ដើម្បីរក្សាអារម្មណ៍ឲ្យល្អ 4. ផ្នែកការពារនិងថែទាំសុខភាពពិនិត្យសុខភាពប្រចាំទៅជួបគ្រូពេទ្យជាប្រចាំពិនិត្យសម្ពាធឈាមកម្រិតស្ករនិងកម្រិតខ្លាញ់ក្នុងឈាមប្រើថ្នាំតាមការណែនាំបរិភោគថ្នាំតាមការណែនាំរបស់គ្រូពេទ្យមិនត្រូវផ្លាស់ប្ដូរឬឈប់បរិភោគដោយខ្លួនឯងបង្ការការដួលរៀបចំផ្ទះសម្បែងឲ្យមានសុវត្ថិភាពដកខ្សែភ្លើងនិងការរារាំងផ្លូវដែលអាចធ្វើឲ្យដួលដាក់ពន្លឺឲ្យបានគ្រប់គ្រាន់គេងឲ្យបានគ្រប់គ្រាន់គេងយ៉ាងហោចណាស់7-8ម៉ោងក្នុងមួយយប់ដើម្បីឲ្យរាងកាយមានពេលសម្រាកនិងសម្រួលខ្លួន